នៅក្នុងវីដេអូហ្នឹងយើងនឹងធ្វើការសិក្សា idioms អូខេហើយថ្ងៃហ្នឹងយើងនឹងចាប់ផ្ដើមពីលេខ49អូខេ49គឺយើងមាន clear មួយគឺ trace to kill អូខេ trace to kill អូខេពាក្យថា trace ហ្នឹងវាជា verb ឡើងហ្នឹងប្រែថាស្លៀកពាក់អូខេយើងអត់ប្រែថារោបទេអូខេអញ្ចឹងស្លៀកពាក់ដើម្បីសម្លាប់អូខេ trace to kill អាហ្នឹងបើយើងប្រែតាមពាក្យប៉ុន្តែន័យរបស់វាមិនមែនន័យចឹងទេអូខេន័យរបស់វាគឺស្លៀកពាក់យ៉ាងតាក់ទាញបំផុតអូខេអញ្ចឹងណាយើងស្លៀកពាក់ដើម្បីធ្វើខ្លួនឯងហ្នឹងតាក់ទាញបំផុតអាហ្នឹងគឺ trace to kill អីអូខេ meaning dress very well to impress people អូខេ dress very well to impress people មានយើងស្លៀកពាក់យ៉ាងល្អយ៉ាងតាក់ទាញដើម្បីអួតមនុស្សអញ្ចឹងណាដើម្បីធ្វើឲ្យគេកោតស្ញប់ស្ញែងអញ្ចឹងទៅគេហ្នឹងគឺ dress to kill អីអូខេភាគច្រើនគឺនៅពេលដែលយើងចូលរួមកម្មវិធីសំខាន់គឺមនុស្សភាគច្រើនតែងតែ dress to kill អីអូខេអញ្ចឹងដូចជាឧទាហរណ៍អញ្ចឹងយើងនិយាយថា he always dress to kill when he goes on a date ចឹងណា he always dress to kill មានគាត់តែងតែស្លៀកពាក់យ៉ាងតាក់ទាញបំផុតអូខេ when he goes on a date នៅពេលដែលគាត់ទៅណាត់ជួបចឹងណាអូខេអញ្ចឹងគឺនៅពេលដែលគាត់ទៅណាត់ជួបហ្នឹងគាត់ dress to kill គាត់ស្លៀកពាក់យ៉ាងតាក់ទាញបំផុតចឹងឯងអូខេ number 50គឺយើងមាន clear មួយគេនិយាយថា every dog has its day អូខេ every dog has its day អូខេបើយើងប្រែតាមពាក្យឆ្កែនីមួយៗតែងតែមានថ្ងៃរបស់វាអញ្ចឹងណាប៉ុន្តែឡើយហ្នឹងន័យធៀបរបស់វាគឺសំដៅទៅលើមនុស្សអូខេអញ្ចឹង everyone will have a chance to be successful អូខេ everyone will have a chance to be successful មានថាមនុស្សម្នាក់ៗហ្នឹងតែងតែមានឱកាសទទួលបានជោគជ័យនៅពេលណាមួយចា៎ every dog has its day អូខេចឹងឯងគេណាក៏អាចមានឱកាសទទួលបានជោគជ័យដែរនៅថ្ងៃណាមួយចឹងឯងអូខេឧទាហរណ៍យើងអាចនិយាយបានថា do not give up on your dream អូខេ because every dog has its day ចឹងណា do not give up on your dream គេកុំបោះបង់ក្តីស្រមៃរបស់អ្នកឲ្យសោះ because every dog has its day ព្រោះថាមនុស្សម្នាក់ៗសុទ្ធតែមានឱកាសទទួលបានជោគជ័យនៅថ្ងៃណាមួយចឹងណាអញ្ចឹង every dog has its day okay everyone will have a chance to be successful okay number 51 okay យើងមាន face the music okay face the music okay បើយើងប្រែតាមពាក្យមានមើលទៅការតន្ត្រីអញ្ចឹងណាប៉ុន្តែមិនមានន័យចឹងទេន័យរបស់វាគឺទទួលខុសត្រូវចំពោះផលវិបាក okay accept the consequences of your action ចឹងណា face the music មានយល់ទទួលខុសត្រូវចំពោះផលវិបាកនៃសកម្មភាពរបស់អ្នកអាហ្នឹងគឺអញ្ចឹងវាហ្នឹងគឺ face the music ឯង okay accept the consequences of your action okay example យើងអាចបានថា if you cheat on the test you will have to face the music ចឹងណា if you cheat on the test បើសិនជាអ្នកលួចមើលនៅពេលប្រឡង you will have to face the music អ្នកនឹងត្រូវទទួលខុសត្រូវចំពោះផលវិបាកដែលកើតឡើងចឹងណាអូខេយក take responsibility អាហ្នឹងវាស្មើគ្នាហ្នឹងឯងអូខេអូខេ number 52លេខ52យើងមាន feather in your cap អូខេ feather in your cap អូខេ feather គឺស្លាបសត្វបែបនេះឯងហើយនេះគឺជា cap អូខេមានស្លាបសត្វដែលនៅជាប់មុខរបស់អ្នកអញ្ចឹងណាប៉ុន្តែអាហ្នឹងគឺប្រែតាមពាក្យមួយប៉ុន្តែន័យធៀបរបស់វាគឺសមិទ្ធផលដ៏គួរឲ្យមោទនភាពចឹងណា feather in your cap okay meaning an achievement that makes you proud okay an achievement that makes you proud okay មានការទទួលបានជោគជ័យមានសមិទ្ធផលអូខេ an achievement ហ្នឹងយើងអាចនិយាយបានសមិទ្ធផលដែលធ្វើយើងនឹងមានមោទនភាពអូខេយើងមកឧទាហរណ៍យើងអាចនិយាយបានថា getting accepted into the top university is a big feather in my cap ចឹង getting accepted into the top university មានន័យថាការទទួលយកឲ្យចូលរៀន
គេនៅសាកលវិទ្យាល័យលំដាប់កំពូលគេ top university ហ្នឹងសាកលវិទ្យាល័យលំដាប់កំពូល is a big feather in my cap វាជាសមិទ្ធផលដ៏គួរឲ្យមានមោទនភាពមួយសម្រាប់ខ្ញុំអញ្ចឹងណា is a big feather in my cap គេវាជាសមិទ្ធផលមួយដែលធ្វើឲ្យខ្ញុំហ្នឹងមានមោទនភាពខ្លាំងមែនតើអញ្ចឹងឯងព្រោះថា top university មិនងាយបានចូលទៅរៀនទេគេលុះត្រាយើងប្រឡងជាប់ឬក៏យើងជាសិស្សបកែអញ្ចឹងណាបានអាចទៅរៀនបានអូខេអញ្ចឹងវាជា a big achievement អូខេ feather in my cap អញ្ចឹងឯងអូខេយើងមើលមួយទៀត53អូខេយើងមាន find your feet អូខេ find your feet find ហ្នឹងស្វែងរកហើយ feet នេះគឺជើងរបស់យើង find your feet ដើររកជើងប៉ុន្តែយើងមិនមែនប្រែចឹងទេន័យធៀបរបស់វាគឺសម្របខ្លួនទៅនឹងស្ថានភាពថ្មីអញ្ចឹងណា meaning become confident in a new situation អាហ្នឹងគឺ find your feet ហើយអូខេ become confident in a new situation okay example she moved to a new city and needs time to find her feet អញ្ចឹងណា she moved to a new city មាននាងបានផ្លាស់ទៅរស់នៅទីក្រុងថ្មីមួយ and needs time to find her feet ហើយត្រូវការពេលវេលាដើម្បីសម្របខ្លួនអញ្ចឹងណា she need time to find her feet that means she need time to adapt with the new environment okay a new situation អញ្ចឹងគឺ find your feet or find her feet in here okay another example គេថា don't worry you will find your feet soon ចា៎ don't worry គេកុំបារម្ភអី you will find your feet soon អូខេអ្នកនឹងអាចសម្របខ្លួនបានក្នុងពេលឆាប់អូខេអញ្ចឹងណាអូខេហ្នឹងគឺ find your feet អូខេ become confident in a new situation អូខេអញ្ចឹងយើងមានប៉ុណ្្នឹងឯងនៅក្នុងវីដេអូហ្នឹងអូខេហើយជួបគ្នានៅក្នុងវីដេអូក្រោយជាមួយនឹង idiom ថ្មីទៀតផងដែរអូខេ bye